បាទសួស្តីបងប្អូនទាំងអស់គ្នារូបភាពវីដេអូដែលបងប្អូនដែលកំពុងទស្សនានេះគឺស្ថិតនៅទំនប់សាឡាតាអនស្រុកអាចភ្នំខេត្តបាត់ដំបងដែលថ្ងៃនេះជាថ្ងៃទី19ខែកក្កដាឆ្នាំ2026បាទឃើញថាបងប្អូនមកនេសាទតាមរយៈការបង់ត្រីហ្នឹងគឺច្រើនទូរស័ព្ទក៏ប៉ុន្តែសម្រាប់ត្រីគឺដូចជាមិនទាន់ត្រូវអីច្រើនណាស់ទេសំណាញ់ខ្លះក៏អត់សំណាញ់ខ្លះក៏មានទៅតាមបាបតាមបនរៀងៗខ្លួនអ្នកដែលបាបច្រើនក៏បានត្រីទៅអ្នកដែលមានបនក៏មិនទាន់បានត្រីទៅអញ្ចឹង5ជាតិដំណឹងដល់បងប្អូនដែលនៅឆ្ងាយសម្រាប់បងប្អូនដែលនៅឆ្ងាយមិនកុំតន់មកអីបាទកុំតន់មកអីព្រោះត្រីវាមិនតន់ត្រូវទេហើយបើបងប្អូនចង់មកត្រៀមបាទខ្សែដៃគឺ15ម៉ែត្រខ្សែដៃ15ម៉ែត្រហើយសំណាញ់បើថាតូចកាឡាតូចឬក៏ត្រឹម9ហាត់អីដូចបបាក់លេង10ហាត់អីឡើងជើង7គីឡូអីឡើងខ្ញុំយកមកលេងពេញលេងបើថាជើងស្រាទេលេងរៀងពិបាកបន្តិចតែដូចជារៀបចឹងថាត្រីវាមិនទាន់ត្រូវទេបងប្អូនត្រីវាមិនទាន់ត្រូវទេបើត្រីត្រូវមានមនុស្សច្រើនជាងនឹងទៀតទុកក៏ច្រើនអ្នកនៅលើក៏ច្រើនដែរតែគាត់ថាអ្នកបងនៅលើនេះរៀងពិបាកជាងគេបន្តិចដោយសារតែត្រូវឈរនៅលើប្រកាន់ដៃដូចលោកអូនបានឃើញហើយបងវាពិបាកឆ្ងាយហើយវាមានហានិភ័យមួយទៀតគឺជាប់គឺទាញតម្រងបងប្អូននៅចុះទុកវិញគឺងាយស្រួលបងទៅវាលះបានបាយធំជាប់ត្រីបាត់ច្រើនចាំមើលគាត់ស្នាញ់មានគេមើលមានត្រីទេអូបានមកក្របដែរបងប្អូនបានក្របដែរហ្នឹងហើយបងប្អូនសម្រាប់វីដេអូនេះគឺខ្ញុំមានតែប្រព័ន្ធហ្នឹងឯងហើយដើម្បីទទួលបានវីដេអូបន្តទៀតសូមជួយចុច Subscribe ហើយចុច Like និង Comment នៅលើវីដេអូនេះខ្ញុំបង្ហោះនឹងផងដើម្បីទទួលបាននៅវីដេអូផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃការដើរកម្សាន្តនិងការនេសាទអីជាដើមបាទបងប្អូនដែលបងនៅលើទូកគាត់បងស្អាតណាបងប្អូនបងស្នាញ់11ហាត់ពី10ហាត់អីក៏មានដែរហ្នឹងហើយអរគុណគ្រប់គ្នាបងប្អូន